ផ្លែក្រូចឆ្មាដែរញោមមនុស្សក្រូចឆ្មាដែលយើងនិយាយថាមនុស្សក្រូចឆ្មាណាក្រូចឆ្មាពីតូចរហូតដល់ចាស់គឺថាជូររហូតពុទ្ធជាម្ចាស់ព្រះអង្គបានទ្រង់ត្រាស់សម្ដែងថាបុគ្គលនៅក្នុងโลกនេះមាន4ពួកទី1បុគ្គលងងឹតទៅវិញក៏ងងឹតទី2បុគ្គលងងឹតទៅវិញភ្លឺនិងទី3បុគ្គលភ្លឺទៅវិញងងឹតទី4បុគ្គលភ្លឺទៅវិញក៏ភ្លឺបុគ្គលទាំង4ពួកនេះផ្សេងគ្នាញាតិញោមទី1បុគ្គលមកងងឹតទៅវិញក៏ងងឹតបុគ្គលនេះកាលពីតូចក្រូចឆ្មាមកគឺអត់ស្គាល់បុណ្យស្គាល់បាបស្គាល់គុណស្គាល់ទោសអីទេរហូតដល់ធំឡើងក៏មិនស្គាល់បុណ្យស្គាល់បាបស្គាល់គុណស្គាល់ទោសស្គាល់អាក្រក់ស្គាល់ល្អដែរឧបមាដូចជាផ្លែក្រូចឆ្មាដែរញោមមនុស្សក្រូចឆ្មាដែលយើងនិយាយថាមនុស្សក្រូចឆ្មាណាក្រូចឆ្មាពីតូចរហូតដល់ចាស់ហ្នឹងគឺថាជូររហូតតែម្ដងកាន់តែជូរទៅហើយយ៉ាងមនុស្សដែលមកងឹតទៅវិញងឹតវាអត់ខុសពីក្រូចឆ្មាទេទី2គឺមនុស្សមកងងឹតទៅវិញភ្លឺហ្នឹងហើយមកងងឹតទៅវិញភ្លឺហ្នឹងគឺកាលពីដើមឡើយអត់ស្គាល់បុណ្យស្គាល់បាបគុណទោសអាក្រក់ល្អសខ្មៅអីទេពីក្មេងណារហូតទៅដល់ធំពេញវ័យទៅបានសែបគប់នៅសំបរោះជួបនៅសំបរោះណាបានបង្ហាញផ្លូវចឹងទៅយល់ដឹងអំពីអ្វីដែលល្អអ្វីដែលអាក្រក់ហ្នឹងគឺលះបាបចោលហើយប្រព្រឹត្តធ្វើនៅអំពើល្អសពបែបយ៉ាងនឹងគឺជាមនុស្សដ៏អស្ចារ្យញាតិញោមលះនៅអំពើបាបហើយប្រព្រឹត្តធ្វើនៅអំពើល្អសពបែបយ៉ាងហ្នឹងគឺមកងឹតទៅវិញភ្លឺឧបមាដូចជាផ្លែស្វាយកាលពីតូចពីខ្ចីហ្នឹងគឺជូរដល់ពេលតែចាស់ទុំទៅគឺផ្អែមគួរដែលយើងចូលចិត្តហើយយើងបរិភោគហ្នឹងហើយទី3គឺមកភ្លឺទៅវិញងងឹតមកភ្លឺនឹងទៅវិញងងឹតគឺយ៉ាប់មែនតើហ្នឹងហើយបុគ្គលដែលមកភ្លឺទៅវិញងងឹតហ្នឹងគឺកាលពីដើមឡើយហ្នឹងដូចជាថាមនុស្សឆ្លាតមនុស្សចេះដឹងសពបែបយ៉ាងយល់ដឹងសពបែបយ៉ាងហើយដល់ពេលត្រឡប់ទៅវិញគឺជាបុគ្គលងឿតទៅវិញអត់ស្គាល់បុណ្យស្គាល់បាបស្គាល់គុណស្គាល់ទោសអីទេប្រព្រឹត្តធ្វើនៅអំពើអាក្រក់សពបែបយ៉ាងហ្នឹងហើយឧបមាដូចជាផ្លែននោងអញ្ចឹងផ្លែននោងកាលពីក្មេងខ្ចីហ្នឹងគឺគេចូលចិត្តណាស្រឡាញ់គូគាត់ហ្នឹងហើយដល់ពេលចាស់ទៅគឺគេលែងត្រូវការហ្នឹងហើយមនុស្សទី4គឺថាមកភ្លឺទៅវិញក៏ភ្លឺហ្នឹងហើយកើតចំត្រកូលខ្ពស់ហើយឬក៏យល់ដឹងតាំងតែពីក្មេងឆ្លាតតាំងពីក្មេងចេះធ្វើបុណ្យធ្វើទានរសាសិលចម្រើនមេត្តាភាវនារហូតទៅដល់ចាស់រហូតទៅដល់អស់ជីវិតហ្នឹងគឺមួយជីវិតហ្នឹងប្រព្រឹត្តធ្វើនៅអំពើល្អសពបែបយ៉ាងហើយចេះដឹងច្រើនសែបគប់នៅសពបរោះហើយជាដើមនឹងបុគ្គលដែលថាមកភ្លឺទៅវិញក៏ភ្លឺអញ្ចឹងបុគ្គល4ពួកនេះមាននៅក្នុងលោក